ថាលោកពូវាយឆ្នះសង្គ្រាមទៀតហើយយកបាននារីស្រស់ស្អាតត្រឡប់មកវិញថែមទៀតខ្ញុំចង់មើលណាតើនាងស្អាតប៉ុណ្ណាទៅលោកម្ចាស់មកអីយ៉ាលោកម្ចាស់ព្រះអង្គម្ចាស់សេជិញចរិតសាហាវណាស់បើសិនជាឲ្យគេដឹងថាលោកម្ចាស់លួចមើលគេប្រកាសជាមានផលពិបាកហើយខ្លាចស្អីលួចមកដល់ស្ងាត់ត្រឡប់ទៅវិញស្ងាត់ទៅមិនមែនទេលោកម្ចាស់លើកនេះណាលោកម្ចាស់ត្រូវតែស្ដាប់ខ្ញុំលោកម្ចាស់អូយនេះគឺជាពេលប្រវត្តិសាស្ត្រហើយព្រះអង្គម្ចាស់ស៊ីចឹងពីដើមមកមិនដែលប៉ះពាល់មនុស្សស្រីទេថ្ងៃនេះហើយព្រះអើយលោកពូរាត្រីសួស្តីលោកពូខ្ញុំថាខ្ញុំđãច្រឡំបន្ទុំតើលោកពូជាឬអន់ឲ្យតែដល់ថ្ងៃធ្វើការជំរុះកោសិកាចាស់ចេញពីស្បែកអ្វីដែលខ្ញុំនឹកឃើញមុនគេនោះគឺស្រាប់ជីនេះជាប្រភេទ scrap ដែលជួយជំរុះកោសិកាចាស់ចេញពីស្បែករបស់យើងបានល្អបំផុតបំបត្តិរាល់បញ្ហាក្រិនបញ្ហាស្នាមនៅលើស្បែកគ្រប់ប្រភេទជាពិសេសស្នាមសង្វារស្នាមឲ្យខ្មៅលើស្បែកគឺប្រការខ្លាំងមែននិងជួយធ្វើឲ្យការលាបឡេរបស់យើងឆាប់ឃើញផលលឿនតែម្ដងលាងទឹកចេញហើយគឺថាស្បែកឡើងសភ្លឺថ្លាក៏លោបេមសំណើមបែបនេះតែកាត់ស្បែកហើយមកធ្វើការលាបជាមួយនឹងលេជីមានទៅទាំងគ្នាគឺថាស្បែកសភ្លឺថ្លាគុណនឹងពីរតែម្ដងដោយសារតែលេជីមានជាប្រភេទលេវីតាមីនលេ collagen អ្នកគ្នាមានគ្រាប់វីតាមីនល្អៗតូចៗនៅក្នុងនឹងជួយធ្វើឲ្យស្បែកសចេញពីខាងក្នុងចិញ្ចឹមនឹងថែបំពន់ស្បែកជួសជុលស្បែកដែលខូចៗឲ្យមានសុខភាពល្អឡើងមកវិញឈុតបែបនេះគឺឃើញប្រសិទ្ធភាពលឿនតែម្ដងលោកម្ចាស់លោកពូឈឺខ្លាំងណាស់លោកម្ចាស់កុំស្រែកលឺយ៉ាងនេះលោកម្ចាស់និយាយទៅថាគូតបានស្រាលហើយកណាត់ក្រាស់បែបនេះមិនអីទេស្រែកលឺព្រះអង្គស្រង់វិនិច្ឆ័យទៅសំណងល្អដល់ព្រះបិតាស្រឡាញ់ខ្ញុំបន្ថយទៅព្រះអង្គម្ចាស់ស៊ីចេញគួរឲ្យខ្ពើមច្បាស់ណាស់គឺចង់ដណ្ដើមបល្ល័ង្កបិតាឈូខាងឈឹងលោកកុំឲ្យស្លាប់ក្នុងកណ្ដាប់ដៃយើងឲ្យសឹងអាយ៉ាលោកម្ចាស់ឈប់រករឿងព្រះអង្គម្ចាស់ទៀតទៅ3ឆ្នាំតែងកំណា5ឆ្នាំហាត់ក្បាច់គុណ12ឆ្នាំក៏ដឹកនាំតធ្វើសង្គ្រាម10ឆ្នាំនេះមានគុណសម្បត្តិបន្តិចទេយ៉ាងណាក៏ដោយមិនអាចធ្លាក់ក្នុងដៃព្រះនាងទេឯងមើលងាយអ្នកណាទេទោះយើងមិនមែនជាដៃគូរបស់គេតែគេយូរច្រើនជាងយើង7ឆ្នាំគេច្បាស់ជាស្លាប់មុនយើងដល់ពេលនោះយើងនៅតែគាត់ភ្នែករបស់គេខ្ញុំនៅព្រះម្ចាស់សេជិញយាងមកដល់សូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់សេជិញលោកពូខ្ញុំខុសហើយខ្ញុំពិតជាមិនមានចេតនាមែនដឹងខុសហើយមែនទេសេជិញដឹងខុសហើយបើទទួលកំហុសទៅហើយបន្តដាក់ពិន័យទៀតចុះឈប់សិនខ្ញុំមានកំហុសអីទេខ្ញុំគ្រាន់តែមើលលោកពូប៉ុណ្ណឹងអ្នកណាទៅដឹងទៅថាលោកពូកំពុងតែងូតឹងនៅមាត់រឹងទៀតយើងនឹងវាយឯងតតែទទួលកំហុសទៅបាច់ឈូទីឈីងថ្ងៃនេះលោកពូមកគឺដើម្បីធ្វើបាបខ្ញុំមែនទេគឺយើងមកពិនិត្យការដាក់ពិន័យ
វាយឲ្យយើងមើលភ្លាមទៅវាយឲ្យយើងមើលភ្លាមទៅកុំអើយឈប់ទាំងឈឺខ្ញុំខកនិយាយឯងស្អីទៅខ្ញុំមិនដឹងនោះទេលោកម្ចាស់ឈប់ទៅឈប់ទៅលោកពូមានចេតនាធ្វើបាបខ្ញុំត្រឡប់ទៅវិញប្រាប់ព្រះបិតាខ្ញុំនឹងដណ្ដើមប្រពន្ធរបស់លោកពូខ្ញុំនឹងគាត់ផ្នែកដល់តារបស់លោកពូខ្ញុំនឹងមិនលើកលែងលោកពូជាដាច់ខាតព្រះម្ចាស់ព្រះបត្រាទី9ឈឺស្លាប់បាត់ហើយលើកទៅដំណាក់ជាវឡានទៅលោកម្ចាស់ខ្លួនរបស់លោកម្ចាស់នៅមានរបួសចាំបាច់ត្រូវពិនិត្យមើលដោយផ្ទាល់ចុះបើត្រូវព្រះអង្គប្រទះឃើញនោះនេះព្រះអង្គមើលយើងមិនចូលភ្នែកពេលដែលយើងធ្វើសង្គ្រាមឈ្នះនៅតាមផ្លូវត្រឡប់មកវិញគឺសុទ្ធតែបង្កប់ដោយឃាតករបើអញ្ចឹងទៅហើយយើងនឹងយកល្បិចទាំងនេះសងទៅបុត្រីដែលគេស្រឡាញ់ជាងគេទាំងអស់កូនរបស់ខ្ញុំឡើងមានហើយមេដាលោកពូគ្មានចិត្តជាមន្ត្រីទេគាត់ខ្វះតែរឿងដណ្ដើមតំណែងរបស់ព្រះបិតាប៉ុណ្ណឹងឬមួយដោយសារតែមកឃើញព្រះបិតាស្រឡាញ់ថ្នាក់ថ្នមខ្ញុំតាំងពីតូចគាត់ក៏ចង់សម្លាប់ខ្ញុំចោលថ្ងៃក្រោយហាមនិយាយពីប្តីផ្ដាប់បែបនេះទៀតមេដាខ្ញុំលែងចង់តែងខ្លួនជាមនុស្សប្រុសទៀតហើយព្រះជាម្ចាស់អើយអ្នកអាចចង់ឲ្យមេដាស្លាប់មែនទេបើសិនជារឿងនេះបែកធ្លាយនឹងខ្លាចជាទោសកុហកព្រះអង្គឯងមេដាថែមទាំងគ្រួសារវិនទាំងអស់ត្រូវតែសម្លាប់ចោលទាំងអស់ប្រឹងឡើង15ឆ្នាំមុនមេដាអំឡុងពេលមានគាត់ត្រូវឆ្នាំពលខំប្រឹងឡើងអ្នកនាងពេលខំប្រឹងឡើងឯងនឹងខ្លាចជាកូនងាស្លាប់មិនខានអ្នកនាងប្រសូតហើយអ្នកនាងកូនងាស្លាប់បាត់ហើយមិនអាចទេកូនហងឆាប់យកកូនហងមកឲ្យយើងកូនហងដើម្បីបន្តទទួលការប៉ាតីពីព្រះអង្គបានបញ្ជាឲ្យមនុស្សយកកូនងាត់ម្នាក់មកពីក្រៅរាជវាំងមកបន្លំឱកាសបដូរបុត្រាលឿនយ៉ាងនេះបែរជាត្រូវមនុស្សល្ងងប៉ុន្មានអ្នកនោះបីខុសក្មេងនេះមិនបានជាក្មេងស្រីអញ្ចឹងកូនចាប់របស់ខ្ញុំនៅណាទៅអាណាកូនមន់ទៅនាងបើសិនជាឆ្នាំនោះមិនមែនដើម្បីដណ្ដើមការប៉ាតីពីព្រះអង្គក៏មិនឲ្យឯងស្រីតែងខ្លួនជាមនុស្សប្រុសដែរទោះបុតមិនមែនជាបុតរបស់មេដាបង្កើនតែបុតសួរខ្លួនឯងទៅមើលតាំងពីតូចមកមេដាមិនល្អដាក់ឯងកន្លែងណាទៅវល់ឯងលើកលែងឲ្យមេដានិងគ្រួសារមេដាទៅតែក៏មិនអាចបែបនេះមួយជីវិតដែរបើខ្ញុំដល់អាយុមិនព្រមយកប្រពន្ធនៅតែបែកធ្លាយដដែលនឹងយល់ល្អបុតតណានជាងងើបឡើងវិញធ្វើឲ្យគុណសម្បត្តិធំលុបលៀងទឹងមេដាគិតថាខ្ញុំអាយុវែងពេកមែនទេបើមិនអញ្ចឹងរួបរวมដែនដីទាំងមូលមិនអញ្ចឹងឯងធ្វើជាស្ដាញ់លើកលែងទោសឲ្យខ្លួនឯងអញ្ចឹងឲ្យលោកពូវាយខ្ញុំឲ្យស្លាប់តែម្ដងទៅអ្នកមនាងព្រះម្ចាស់ស៊ីចឹងបានចាត់លោកឆុងហ្វឹងមករកព្រះបត្រាទី9គេមកធ្វើអីព្រះម្ចាស់ស៊ីចឹងបានចាត់លោកឆុងហ្វឹងមករកព្រះបត្រាទី9គេមកធ្វើអីបុនកុំប្រឆាំងនឹងលោកពូឯងជួបរឿងអីទ្រាំតែបន្តិចគឺចាប់ហើយលោកពូរបស់ឯងជាមនុស្សក្រអឺតក្រទមប៉ុណ្ណាគេមិនដល់ថ្នាក់ធ្វើបាបមនុស្សគ្មានបានការទេល្អឲ្យគេចុះមកចុះមិនមែនទេអ្នកណាជាមនុស្សគ្មានបានការអីខ្ញុំមានរឿងអីទូលបង្គំទទួលបញ្ជាពីព្រះម្ចាស់ជើស៊ីងនាំយកស្រីស្អាតមកថ្វាយជូនព្រះអង្គម្ចាស់និយាយថាបត្រាទី9បើសិនជាមានសំណើអ្វីអាចសុំតាមសំណុំពោគឺមិនត្រូវលួចមើលគេងូតទឹកមានចិត្តដូចជាចោលនោះទេវាជារឿងថោកទាបឈូទីឈីនេះសំតែស្លាញ់ខ្ញុំមិនចាប់ជាមួយលោកចិត្តឲ្យខានបត្រាទី9ខ្ញុំម្ចាស់នន់អ៊ីយកព្រមបម្រើព្រះបត្រាចេញពីចិនអេណែស្ងៀមដំណាក់ចាឡានមិនខ្វះមនុស្សប្រាទីឯមកពីណាទៅនឹងទេណា
ខ្ញុំម្ចាស់អ្វីក៏មិនចេះធ្វើដែរសង្ឃឹមថាបត្រាទី9បន្តឲ្យខ្ញុំម្ចាស់នៅទីនេះនាងប្រកាសឬអន់ថាអ្វីក៏ស្ដាប់តាមយើងសូមព្រះបត្រាទី9បញ្ជាមកមិនចាំបាច់អាណិតខ្ញុំម្ចាស់ទីធ្វើឲ្យពីចិត្តទៅធ្វើឲ្យខ្ញុំម្ចាស់ខូចទៅអញ្ចឹងថ្ងៃនេះយើងបញ្ជានាងត្រូវសម្អាតកន្ថាទាំងអស់ភ្លាមទៅហ៎លោកម្ចាស់មនុស្សបានបញ្ជូនទៅហើយខ្ញុំស៊ើបដឹងថាគ្រប់ព្រះបត្រាទាំងអស់មានបត្រាទី9ទេដែលធ្លាប់ចូលក្រុមសង្ឃសឺគឺជាក្រុមគិតកោនៅក្នុងពិភពគុណបង្ហាញថានឹងមានប្រឡាក់ឈាមសម្រាប់មនុស្សរាប់មិនអស់នៅតាមផ្លូវពេលដែលត្រឡប់មករាជវាំងក៏វិនិច្ឆ័យគ្រោះថ្នាក់ជាមុនក្រុមសង្ឃសឺទៀតយើងបែរជាមិនដឹងថាព្រះបត្រាទី9ថ្លើមធំយ៉ាងនេះសោះណោះព្រះបត្រាទី9នៅក្មេងឬក៏ត្រូវគេប្រើប្រាស់ហេតុនេះយើងគួរតែទៅស៊ើបមើលដោយផ្ទាល់ដោយខ្លួនឯងទៅបានអីយយលោកម្ចាស់យឺតណែឈឺទីឈឺមនុស្សប្រុសខុសខំម្នាក់នេះខ្ញុំណាត់ទំនេរគេកូនកាត់មកឲ្យមានរិនកូនលោកម្ចាស់ខ្ញុំនឹងចាក់ឲ្យគេស្លាប់មានអ្នកដៃខ្ញុំទាំងពីរនេះសង្កត់ឲ្យគេស្លាប់ច្របាច់គេឲ្យស្លាប់ថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យគេសោកស្ដាយមនុស្សចង្រៃបើមើលតាមឋានៈនៅក្នុងគ្រួសារឯងត្រូវហៅយើងថាលោកពូណាសូមគោរពព្រះបត្រាទី9ពីដំបងជួនមនុស្សស្រីពេលនេះគេមកជួនមនុស្សប្រុសនេះគេទុកជាស្អីទៅចាំទូលបង្គំបម្រើព្រះបត្រាយើងទៅតែធ្លាក់ប្រលេសែមានរបួសមិនតាន់ជារាងកាយយើងមិនតាន់ជាទីចាំថ្ងៃក្រោយចាស់ទូលបង្គំពូកែបម្រើណាទូលបង្គំស្អីក៏ចេះរាជបុត្រត្រង់ផ្ទុំទៅចាំទូលបង្គំជាអ្នកធ្វើសរសៃឲ្យបើឯងមកដំណាក់យើងទៅហើយអញ្ចឹងឯងគឺជាមនុស្សរបស់យើងបើឯងខ្លាចអស់ជីវិតនោះឯងចេះសម្ដែងឬអន់សូមទ្រង់មេត្តាផងមិនស្មានថារាជបុត្រទី9មានចំណូលចិត្តអញ្ចឹងផងចេញទៅលោកម្ចាស់បានដំណឹងពីមេតបឈិនហើយនិយាយថាជួយរាជយាតបានហើយព្រឹកស្អែកនេះនឹងមកវិញហើយបាត់មែននេះចេះស្អែកនេះយើងនឹងត្រកីរិទ្ធិយានមិនអីទេយើងមិនអីទេអរគុណហើយរិទ្ធិយានណែរិទ្ធិយានល្អណាស់រិទ្ធិយានទៅជួយម្ចាស់បងហើយគេនឹងក៏ចេញមកភ្លាមចង់សម្រាប់មនុស្សភ្លាមយើងណែរិទ្ធិយានយ៉ាអើយជិនអ្វីឯងអើយជិនអ្វីឯងឲ្យងំជួយជិនអ្វីឯងឲ្យងំអាចចង្រៃឯងស្លាប់គេជិនអ្វីឯងឲ្យងំជួយផងទៅអាចចង្រៃស្លាប់ទៅម្ចាស់បងកំខ្លាញ់មានខ្ញុំនៅវាមិនហ៊ាននោះទេឯងអាលីឯងមកហើយនេះយ៉ាងម៉េចហ្នឹងមិនអីទេយើងចាត់ការរួចហើយមិនបាច់ជាលោកចុងហ្វឹងមកដេកអញ្ចឹងមិនបានជាឲ្យខ្ញុំទៅបន្ទប់ទឹកអញ្ចឹងអ្នកណាវាយលោកតែជាអញ្ចឹងយើងគឺជាអ្នកវាយអ្នកណាឲ្យគេមកធ្វើបាបម្ចាស់បងយើង
ម្ចាស់ប្អូនអញយកច្រឡំហើយមុននេះចុងហ្វឹងគេគ្រាន់តែមកជួយគ្រាកបងទេគេមិនបានធ្វើបាបបងទេហើយលោកចុងហ្វឹងជាអ្នកជួយពួកយើងជួយរាជយាតទេលើកនេះឯងយកច្រឡំហើយអូយឯងព្រះអង្គលើកនេះអាចជួយរាជយាតបានដោយងាយគឺដោយសារមានអង្គរៈសេជិញហើយនឹងចុងហ្វឹងជួយទេរាជបុត្រទី9ផ្សំកំណត់ដែរបាទត្រង់ប្រទានរង្វាន់នោះក៏ប្រទានឲ្យសៀវជាមុនទៅល្អបានរង្វាន់ទាំងអស់សៀវជាលើកនេះឯងសាងគុណសម្បត្តិធំឯងចង់បានរង្វាន់អីបៃដេខ្ញុំម្ចាស់ចង់ទៅនៅក្រៅរាជវាំងឯងទៅតែអាយុប្រមាណបៃដេខ្ញុំម្ចាស់ឯងមកថែខ្លួនឯងបានហើយសូមបៃដេអនុញ្ញាតទៅរឿងនេះយើងពិចារណាមើលសិនអរព្រះគុណព្រះបិតាសូមរាជបុត្រទី9ទៅដំណាក់ជិះចេញតែសិនទៅយើងមានការបន្ទិញដាក់យើងចាប់ទៅដៃចង់បាក់ទៅហើយអាមនុស្សចិត្តខ្មៅអាមនុស្សចង្រៃម្ចាស់ពូដៃរបស់ខ្ញុំឈឺចាំស្អែកឯងមកវាយអង្គរៈយើងឯងមានកម្លាំងណាស់តើម្ចាស់ពូវាជារឿងយកច្រឡំទេខ្ញុំគ្មានចេតនាទេសូមម្ចាស់ពូមានមេត្តាកុំប្រកាន់ជាមួយខ្ញុំអីលើកក្រោយខ្ញុំលែងហ៊ានទៀតហើយឯងហ៊ានទេខ្ញុំដឹងថាខ្ញុំយកច្រឡំលើម្ចាស់ពូខ្ញុំដឹងថាម្ចាស់ពូក៏មានការបារម្ភជាមួយនឹងម្ចាស់បងដែរក៏ឲ្យគេទៅជួយតែបើជាត្រូវខ្ញុំធ្វើឲ្យខូចការអស់ខ្ញុំគឺជាមនុស្សចោលម៉ាស៊ីនអ្វីក៏ខ្ញុំធ្វើមិនកើតខ្ញុំនៅតែវាយអង្គរៈរបស់ម្ចាស់ពូទៀតឯងមិនបានសុខទេឯងបានការសរសើរពីព្រះអង្គឯងមិនខ້ອຍទៅយើងក៏ឲ្យរង្វាន់ឯងដែរទើបឲ្យឯងមកសរសេរអក្សរនេះឯងមើលឲ្យល្អទៅសរសេរមិនចប់ហាមទៅចរិតខាងម្ចាស់ពូសេជាល្ងងរៀនអ្វីក៏មិនចេះខ្ញុំពិតជាមិនអាចទទួលយករង្វាន់នេះរួចទេថ្ងៃក្រោយខ្ញុំមិនទៅបង្ករឿងទៀតទេក៏មិនដណ្ដើមគុណសម្បត្តិអ្វីដែរលោកពូលើកលែងឲ្យខ្ញុំម្ដងទៅបានទេពិតហ៎វាប៉ិនជាងមាសទៅទៀនក្រអូបណាស់វាប៉ិនជាងមាសទៅទៀនក្រអូបណាស់ម្ចាស់ពូលេងសាច់ហើយលើកខ្លួនមនុស្សប្រុសមិននឹងអាចក្អោបបានទេឯងធ្វើអីយកមាសរបស់ឯងរួចហើយចេញទៅហេលោកម្ចាស់ថ្ងៃនេះនៅមិនទៅរៀនទៀតហ៎ហើយចាមិនរៀនទេហេលោកម្ចាស់គេទៀតហើយបើព្រះគ្រូដឹងប្រកាសជាខាងជាមិនខានទេខាងអីក៏ខាងទៅបើចាំមកសិតទៅហើយអញ្ចឹងក៏ចាំមកសិតឲ្យដល់ចាប់ទៅគ្មានអ្នកណាទៅចំណាយពេលជាមួយនឹងមនុស្សចាំមកសិតទេហើយព្រះចបននាងគឺខ្ញុំម្ចាស់គឺជាអេឆេងបងរបស់ខ្ញុំគឺជាគ្រូណាសាឡាថងក្រអូបនាងគឺខ្ញុំជាអ្នកដែលផ្ទាត់ដៃមិនបានជាជីវិតយើងងងឹតអញ្ចឹងទៅហើយនៅមានអ្នកមកស្រឡាញ់ទៀត
នេះព្រោះតែយើងស្អាតមែនទេតែខាត់ពេលកូនស្រីគេយើងសុំតែស្លាប់មែនអ្នកនាងអ៊ីសុំរាជបတ်មេតាយកវាទៅឲ្យមេតបឈិនផងទៅ មុននេះយើងបានឃើញហើយមានមនុស្សស្រីម្នាក់យកថង់ក្រអូបមកឲ្យបត្រាទី9ឯងពិតជាសំណាងមែនហើយគឺឯងនេះពិតជាសំណាងខ្លាំងណាស់ណាហ៎អ្នកប្រងសំជេងមានសំណាងស្អីទៅនោះគេពឹងយើងឲ្យយកទៅឲ្យគេផ្សេងទេ យើងមិនជឿទេរាជបុត្រជាមនុស្សពូកែឯគ្មានសូម្បីតែស្រីបំរើរាជបុត្រទី9មិនមែនមិនឈរទេអីហ៎គួរតែអង្គុយចោលទៅ យើងថាឯងដូចជាស្វឹងហើយ អ្នកណាថាយើងស្វឹងនោះហ៎រាជបុត្រទី9មើលឲ្យល្អទៅថ្ងៃនេះយើងនឹងឲ្យឯងដឹងថាយើងគឺជាប្រុសពិតណាហ៎យ៉ានេះគឺជាស្រះដាក់ថ្នាំអីអ្នកប្រងកុំតាន់ទៅអីអ្នកប្រងអ្នកប្រងកុំតាន់ទៅអីអ្នកប្រងកុំទៅអីអ្នកប្រង ហ៎អ្នកអាលីអាលីទៅណែអាលីដឹកខ្លួនឡើង យើងដូចជាត្រូវថ្នាំហើយ នោះគឺល្អណាស់ក៏ល្អដែរបងអូនយើងស្រឡាញ់ឯងច្រើនឆ្នាំបែបនេះអញ្ចឹងជាលើកនាងឲ្យចុះហ៎ រាងកាយយើងដូចជាមិនសូវស្រួលចាំលក្រៅចុះ មានអីមិនបាននោះហ៎ មិនបានទេមកអ៊ីឯងនាំយកទៅកន្លែងត្រជាក់សិនទៅ អូយើងស្គាល់កន្លែងមួយល្មមចាំយើងនាំឯងទៅហ៎តោះ មកអ៊ីសំណាងហើយថ្ងៃនេះឯងមកមិនអញ្ចឹង អាលីយើងមិនឲ្យអ្នកណាធ្វើបាបឯងទេ ហេតុអី ព្រោះថាមិនចង់ឲ្យអ្នកផ្សេងធ្វើបាបឯងមិនអាចនិយាយថាយើងទៅមានអារម្មណ៍លើឯងទេព្រោះថាបងអូនជិតស្រឡាញ់ឯងជាអនាគតបងអូនថ្លៃយើង ត្រូវហើយមួយនេះឯងមានគេពឹងយើងឲ្យយកមកឲ្យឯង យើងមិនយកទេអាក្រក់ណាស់ អាក្រក់កន្លែងណាទៅស្អាតទៅយកទៅគេពឹងឲ្យយើងយកមកឲ្យឯង អាក្រក់ណាស់ហ៎ណែយកទៅនេះកណ្ដាលថ្ងៃចេះយើងឃើញខ្មោចហើយមនុស្សប្រុសពីរនាក់មកអោបគ្នាចង់ឲ្យថង់កោបទៀតគឺមើលទៅវាដូចជាគូស្នេហ៍អញ្ចឹងជូលី ម្ចាស់ពូ ថ្វាយបង្គំស្ដេចសឺជីងពេលនេះឯងមិននៅសាលាឯងចេញមកដើរលេងធ្វើអញ្ចឹងតាសមដែរទេ មកអ៊ីពួកយើងឆាប់ទៅ ស្ដេចសឺជីងទូលបង្គំជាមួយនឹងរាជបុត្រទៅមុនហើយលាសិនហើយលោកមិនតបឈិនចង់នាំរាជបុត្រឲ្យខូចតែមែនទេទូលបង្គំមិនហ៊ានទេយើងថាឯងហ៊ានណា លោកពូគឺខ្ញុំចង់នៅជាមួយនឹងមកអ៊ីមានអីពាក់ព័ន្ធជាមួយលោកពូទេនេះម្ចាស់ពូដូចជាចេះដឹងពេញហើយតែដឹងពូថាខ្ញុំស្អីក៏មិនចេះធ្វើពូបានជាមួយលោកដែររៀនគេទៅវិញនេះពូមិនមែនកាន់តែតំណែងទេអី ទៅវិញជាមួយនឹងយើងភ្លាម មិនទេ យើងនិយាយតែម្ដងទេជូលីឯងប្រកាសហើយ ខ្ញុំមិនទេខ្ញុំចង់នៅជាមួយនឹងមកអ៊ីពូគ្រាន់តែអាយុច្រើនជាងខ្ញុំប្រហែលឆ្នាំសោះពូក៏យកឋានៈជាចាស់ទុំមកបដៅខ្ញុំមិនស្ដាប់ពូទេទៅ ណែអាលីពួកយើងធ្វើអីមិនល្អទេដឹងអី គេមកគំរាមយើងគេគិតថាយើងខ្លាចគេតែយើងមិនខ្លាញ់ អាលីពេលនេះឯងត្រូវថ្នាំស្មារតីមិនល្អទេកុំនិយាយអញ្ចឹង យើងស្វាងទេយើងនឹងថាយើងនិយាយអីឈើតិឈិន
bà khăn lúc má sầm lập giang máu má sầm lập giang máu má sầm lập giang máu អាលីនៅផ្ទះពូយើងមានក្រេតកកណាឯងនៅលើកនេះមានអារម្មណ៍ធូរជាងមុនដែរទេហ្នឹង រងាក្តី ហើយ រងា អាលីឯងឆាប់លេបទៅមួយនេះគឺពណ៌សទេនៅមានមួយនេះពណ៌ខ្មៅទៀតអាលីឯងធូរជាងមុនច្រើនដែរទេហ្នឹង មកអីថ្នាំទាំងអស់នេះវាជាថ្នាំពូឯងសន្សំតុងឯងឲ្យយើងលេមពូឯងនៅវាយឯងដែរទេ មិនអីទេម៉ែយើងស្រឡាញ់ណាស់គាត់មិនហ៊ានវាយយើងទេអ្នកប្រុសលោកម្ចាស់សែវហៅលោកគាត់ថារៀននៅខាងក្រៅលំបាកណាស់គេចិត្តជួយលេងបានហើយគេឲ្យលោកយកស្បៀងទៅឲ្យគេគឺមិនអាចទៅយឺតទេយើងមិនទំនេរទេ មិនអីទេឯងទៅចុះយើងអង្គុយនៅទីនេះសិនឯងមកទៅយើងលេងអីទៀតហើយ តែបើយើងទៅបានឯងនៅទីនេះម្នាក់ឯងយើងមិនទុកចិត្តទេ មិនអីទេយើងនៅទីនេះចាំឯងត្រឡប់មកវិញ អញ្ចឹងយើងនឹងឆាប់ត្រឡប់មកវិញ មិនបានជាឯងមកវិញលឿនម្ល៉េះនេះវាជាកូនឯងពូកែអញ្ចឹងតាំងពីអង្ការទៅឯងមិនក៏មិនប្រាប់យើងអញ្ចឹង រងាណាខ្លួនឯងពិតជាកក់ក្ដៅណាស់ម្ចាស់ពូមិនបានជាពូទៅវិញ មិនអញ្ចឹងទេនោះអញគិតថាជានរណា ម្ចាស់ពូខ្ញុំគួរតែទៅវាំងវិញហើយ ពេលនេះដឹងថាជាម្ចាស់ពូហើយហ៎ ម្ចាស់ពូខ្ញុំមិនគួរប្រហិតដាក់ម្ចាស់ពូទេពូមានមេត្តាក៏ប្រកាន់ជាមួយនឹងខ្ញុំអីសូមម្ចាស់ពូកុំធ្វើបាបខ្ញុំអីថ្ងៃក្រោយខ្ញុំលែងហ៊ានធ្វើអញ្ចឹងទៀតហើយ រាជបុត្រកុំភ្លេចណាថាយើងគ្រាន់តែចាស់ជាងឯងប្រហែលឆ្នាំទេយើងមិនមែនជាចាស់ទុំអីទេ ក្រែងថាមិនខ្លាចយើងនោះអីជូលីឯងមិនស្ដាប់បង្គាប់ គ្មានទេ ឯងភ្លេចហើយថាលទ្ធផលកុហកយើងវាយ៉ាងម៉េច ខ្ញុំមិនបានកុហកម្ចាស់ពូទេ មែនទេមិនខុសទេគឺជាក្លិនផ្កាឡានហោះ ខ្ញុំពិតជាត្រូវទៅវិញមែនខ្ញុំនៅមានមេរៀនមិនទាន់ធ្វើទៀនខ្ញុំត្រូវទៅសរសេរអក្សរទៀន ជូលីខ្លាចអីយើងមិនស៊ីឯងទេហើយថ្ងៃមិញគឺឯងយំនៅខាងក្រោយទេអាលីយើងចាំបានហើយនៅមានថ្នាំអាសាមួយទៀតលាក់កន្ទុយឯបានល្អទៅយើងចាំឯងទៅរកយើងដល់កន្លែងទៅ ហេណែអាលីមកអាលីមកហ៎ណែនេះគឺកណាត់រំដើមទ្រូងហ៎ណែអាលីមិនអីទេហ៎ នេះជាក
ន្លែងណា នេះជាដំណាក់មេតបនេះជាបន្ទប់ជាប់បន្ទប់ប្អូនស្រីយើងធំឡើងមកជាមួយគេយើងបែរជាមិនដឹងថាគេជាមនុស្សស្រីណា មិនបានជាយើងនៅទីនេះអញ្ចឹង ពេលដែលយើងទៅបន្ទប់សម្ងាត់ឯងក៏ស្លាប់ទៅហើយក្តៅខ្លួនទៀតយើងបានដឹករទេះសេងក៏មកទីនេះតែម្ដង អាណាស្ដេចទីចឹងគេមានមកទីនេះឬអត់ គ្មានទេពេលដែលយើងយកស្បៀងទៅក្រៅក្រុងនោះយើងបានឃើញស្ដេចសើចេញគេនៅរស់នៅទីនោះរហូតដល់យើងមកវិញគេក៏នៅទីនោះដែរចាំយើងទៅរកគេដាក់ថ្នាំមកឯងចុះណា មែននេះយើងយកសពអាក្រក់ម៉ូអ៊ីបងអាលីបងដឹងខ្លួនហើយមែនទេម៉ូស៊ីប៉ុន្មានថ្ងៃនេះយើងឃើញបងប្រុសឯងដូចជាចម្លែងពេលដែលយើងឃើញគេនោះគេដូចជាគ្មានវិញ្ញាណអញ្ចឹងគេមិនមែនមានអ្នកដែលគេស្រឡាញ់ទេមែនហើយម្សិលមិញនេះជាថ្ងៃសម្រាប់ខ្ញុំនៅឃើញគាត់ទៅហាត់ដើរទៀនរូបរាងរបស់គាត់នោះសប្បាយចិត្តជាងរើបានមានតែទៀនមានរឿងអញ្ចឹងផងតែយើងឃើញថាបងប្រុសឯងគេត្រឹមត្រូវណាស់គេមិនដាច់អញ្ចឹងទេបងអាលីខ្ញុំប្រាប់បងប្រុសរបស់ខ្ញុំគាត់លាក់របស់ឫស្សីមួយនៅជាប់ខ្លួនទុកវាជារបស់មានតម្លៃម្សិលមិញខ្ញុំក៏ចង់យកវាមកមើលគាត់ក៏រត់គេញថាមិនត្រូវវាគឺជាមនុស្សស្រីណាម្នាក់ជូនគាត់ប៉ិនមែននេះល្អណាស់គេបាច់ជាលក្ខមនុស្សស្រីនៅផ្ទះទៀនហើយណែ ម៉ូស៊ីឯងមិនតន់រៀបការផងមិនក៏ឯងនៅចិត្តរាជបុត្រយ៉ាងនេះហ៎បងប្រាប់ឯងប្រមាណដងហើយប្រុសនិងស្រីខុសគ្នាមានច្បាប់ទម្លាប់ណានេះឯងភ្លេចអស់ហើយ បងប្រុសម៉ូអ៊ីឯងកាច់ចេញនេះធ្វើអី អាលីនេះជាខោអាវរបស់យើងកាលពីអាយុ13ឆ្នាំវាមិនតន់ចាស់ទេឯងពាក់សិនទៅម៉ូស៊ីចេញទៅ បងប្រុស ចេញទៅបងប្រាប់ឯងមិនថាកាលពីមុនឯងឆ្លាញ់រាជបុត្រប៉ុណ្ណាទេថ្ងៃក្រោយឯងមិនអាចនៅចិត្តរាជបុត្របានទៀតទេគេមិនឆ្លាញ់ឯងទេបងកុំព្រមឯងនៅជាមួយគេដែរ ហេតុអីទៅ ព្រោះថារាជបុត្រជាមនុស្សស្រីព្រោះថាមនុស្សដំណាក់មេតមពួកយើងជាមនុស្សស្មោះស្ម័គ្រឯងថាទៅលោកពុកជាមួយលោកតាមានប្រពន្ធតែម្នាក់ទេថ្ងៃក្រោយឯងជាប្រពន្ធគេហើយតែរាជបុត្រគឺមនុស្សគ្នាទេកើតនៅក្នុងរាជវង្សថ្ងៃក្រោយគេដឹងតែមានប្រពន្ធច្រើនហើយបងមិនចង់ឲ្យឯងលំបាកទេដូច្នេះឯងកុំព្យាយាមអី តែកាលពីមុនបងមិនមែននិយាយអញ្ចឹងទេបងប្រុសបងនិយាយថារាជបុត្រធំឡើងមកជាមួយពួកយើងគេចិត្តល្អមានចិត្តស្មោះជាមនុស្សដែលស័ក្តិសមនឹងរៀបការជាមួយបងប្រុសក្រែងបងក៏ចូលចិត្តរាជបុត្រទី9ដែរមែនទេ មកពីបងស្រឡាញ់គេបានជាឯងមិនអាចស្រឡាញ់គេទេ ថាម៉េចបងប្រុសបងឈ្គួតតែដឹងបើអញ្ចឹងនឹងពួកយើងទាំង3នាក់សប្បាយចិត្តនៅជាមួយគ្នាតែម្ដងទេផឹកទៅ ចង់មានន័យថាម៉េចពេលនោះក៏យើងបានផឹកស្វឹងមិនក៏ដឹងថានាងត្រូវថ្នាំពុលទៅ អ្នកដែលចង់ឲ្យយើងត្រូវថ្នាំពុលមានតែព្រះអង្គម្នាក់គុណយើងចង់ឲ្យគេខូចឈ្មោះដំបងដាក់ថ្នាំឲ្យយើងផឹងបន្ទាប់មកឲ្យយើងទៅបង្ករឿងហើយក៏បោះយើងចោលតាមផ្លូវឲ្យយើងមានការអាម៉េះដល់ពេលនោះយើងនឹងក្លាយជាមនុស្សឈួតតែម្នាក់ឯង អ្វីក៏យើងមិនបាននិយាយ ដំបង ដែរ យើងក៏មិនចង់បង្ខំឲ្យសារភាពប៉ុន្តែនៅពេលដែលបានផឹកស្រានេះហើយពួកយើងទាំងពីរគឺស្អាតស្អំ ហ៎នេះ ឬ នេះ មួយក៏យើងទៅរកមនុស្សមកអញ្ជើញត្រង់ឲ្យផឹង យើងផឹកហូយក្តៅណាស់ហើយក្តៅណែ អីត្រង់ចាញ់ធ្វើស្អី អូក្តៅណាស់ក្តៅណែ នេះណែ យ៉ាអូយអា
ហើយមិនល្អទេលោកម្ចាស់ យ៉ាងម៉េចហ្នឹង លោកម្ចាស់មិនល្អទេលោកមិនតបឈិញទៅសម្រាប់តបមួយឆាង កៅពេងអ្នកឯងកំពុងនិយាយផ្ដាស់ស្អីហ្នឹង អាយ៉ាទូលបង្គំនិយាយការប៉ិតហើយលោកម្ចាស់ហ៊ុននឹងអ្នកនៅក្នុងសំណាក់ទាំងអស់ក៏សិតតែជុលពាំងអស់ហើយមិនស្អីអធិរាជជីងក៏មកដែរហើយអ្នកកាត់ក្តីក៏ពុតតែសើទៀតផងលោកមិនតបឈិញពិតជាល្ងងខ្លាំងណាស់គេទៅតែរួមចំណែកយ៉ាងធំធេងនៅក្នុងការជួយសង្គ្រោះព្រះអង្គម្ចាស់ច្បងឥឡូវនេះគេបែរជាប្រព្រឹត្តក្រិតធ្ងន់ធ្ងរបែបនេះទៀតហេប្រាំទី9ពេលនេះដំណាក់សៀវកំពុងតែចលាចលបើសិនជាត្រង់ចូលទៅពេលនេះគឺមិនអាចជួយអ្វីបានទេសម្រាប់មនុស្សសងជីវិតសូមព្រះអង្គរកយុទ្ធធម៌ជួយជនរងគ្រោះផងទៅ បងប្រុសហាលីតែមានរឿងអីកើតឡើងឲ្យប្រកាន់យប់មិញនេះបងប្រុសរបស់ខ្ញុំនៅជួបដៃរហូនបាយក៏មិនចាញ់ទៅហូបដែរប៉ុន្តែបាយជាមានរឿងបែបនេះកើតឡើងទៅវិញមានន័យថាអាវុធនោះគឺជាដៃរបស់គេមែនហើយអ្នកកាត់ក្តីបានកំណត់រឿងនេះហើយនាងកុំបារម្ភយើងនឹងទៅកន្លែងស៊ើបមើលឲ្យបានច្បាស់ ព្រះអង្គទី9ទ្រង់មិនបាច់ចូលទៅក្នុងទេរឿងរ៉ាវត្រូវបានកាត់ក្តីអស់ហើយពួកតបមួយឆាំងបានត្រូវរបួសយ៉ាងធ្ងន់ហើយហូរឈាមយ៉ាងច្រើនក្រៅពីនេះគ្មានស្នាអ្វីទេហើយក៏គ្មានថ្នាំពុលអីដែរ មិនខ្វល់ថារឿងទៅជាយ៉ាងណាទេយើងជឿជាក់លើឈីម៉ូអ៊ីគឺស្អាតស្អំព្រះបិតាឈីម៉ូអ៊ីគឺស្អាតស្អំសូមព្រះបិតាមានប្រាក់តម្រូវឲ្យបានច្បាស់ ព្រះអង្គទី9នេះទ្រង់ធ្វើស្អីទៅហ៎ព្រះអង្គនៅលោកមិនតបឈីគឺសុទ្ធតែនៅខាងក្នុងទាំងអស់ណានៅពេលនេះព្រះអង្គគ្មានពេលជួបទ្រង់ទេយ៉ាងណាកុំលុតជង្គង់យ៉ាងនេះអីណាក្រែងជង្គង់របស់ព្រះអង្គមានរបួសទៅមិនមានស្នាគិតយ៉ាងម៉េច លោកអាម៉ាត់មិនបាញ់មកអាណិតយ៉ាងទីយើងនឹងហើយព្រះបិតាឈីម៉ូអ៊ីគឺស្អាតស្អំសូមព្រះបិតាទ្រង់ព្រះតម្រៃព្រះបិតា ព្រះអង្គទី9គឺជាសាល្អិតនៅក្នុងពុទ្ធរបស់គេទៅគិតថាគេគឺជាមនុស្សស្អាតស្អំបែបនេះព្រះអង្គទី9នឹងលោកមិនតបឈិញមើលទៅប្រហែលជាមានទំនាក់ទំនងស្នេហានឹងគ្នាហើយមើលទៅ យើងមិនឲ្យទ្រង់មកខ្វល់ទេ យើងត្រូវតែខ្វល់ហើយ ទ្រង់ចាំធ្វើអីឈីម៉ូអ៊ីគឺស្អាតស្អំប្រកាសជាមានអ្នកមកបង្កាញ់បើសិនជាម្ចាស់ពូមិនពេញចិត្តទេនោះអាចទម្លាក់វាមកយើងបានកុំទៅធ្វើបាបមនុស្សដែរមិនដឹងអី ព្រះអង្គទី9ពិតជាមើលខ្លួនឯងខ្ពស់ណាស់ជិតដល់20ឆ្នាំក្រោយនៃការបង្កើតនគរអធិរាជមិនថិតទេប្រទេសមានភាពចលាចលមានបញ្ហាផ្ទៃក្នុងនិងខាងក្រៅរឿងមួយនេះមិនខ្វល់ថាអធិរាជមានដំណោះស្រាយយ៉ាងម៉េចទេវានឹងធ្វើឲ្យមន្ត្រីមានភាពវឹកវរទោះជាគេមិនចង់ធ្វើបាបណាទើបអញ្ជើញយើងមកចូលគាល់យើងនឹងខ្លាចទៅជាមនុស្សអាក្រក់ដូច្នេះមូអ៊ីគេស្លាប់ព្រោះគឺយើងត្រូវតែខ្វល់ចំណែកឯព្រះអង្គវិញនៅទីនេះលុតជង្គង់ឲ្យបានល្អទៅឲ្យយើងដឹងថាព្រះអង្គមានចិត្តចំពោះគេយ៉ាងណាគួរតែលុតជង្គង់ទៀតទៅហ៎អ្នកព្រះអង្គទី9អ្នកហេ ព្រះបិតា អាទី9ហេតុអីបានជាឯងធ្វើបាបខ្លួនឯងយ៉ាងនេះអញ្ចឹង ព្រះបិតាឈីម៉ូអ៊ីគឺស្អាតស្អំទេសូមព្រះបិតាឲ្យអ្នកកាត់ក្តីស៊ើបមើលឲ្យច្បាស់កុំតន់កាត់ក្តីគេអីព្រះបិតា អាទី9បិតាដឹងថាបារម្ភពីគេប៉ុន្តែអ្នកដែលកើតក្តីបានស៊ើបរឿងនេះរួចហើយតាន់មួយឆាងគឺពិតជាត្រូវមុខអ៊ីនសម្រាប់ពិតមែនហើយ ព្រះបិតាគឺមិនមែនជាមនុស្សចាញ់ទេខ្ញុំមិនចាំមិនជឿទេថាគេអាចធ្វើរឿងបែបនេះព្រះបិតាឲ្យខ្ញុំមិនចាំទៅជួបគេទេឲ្យខ្ញុំមិនចាំទៅជួបគេទេ ឯងឆាប់ត្រឡប់ទៅលៀងរបួសមើលចុះឯងខ្លាចទៅជាបែបនេះហើយថ្ងៃស្អែកយើងនឹងនាំឯងទៅមើលគេនៅក្នុងគុកចុះ ព្រះបិតា ទី9ស្ដាប់បង្គាប់ណា ព្រះបិតាឲ្យខ្ញុំមិនចាំទៅជួបគេទេ រហូតទៅចុះយើងអនុញ្ញាតឲ្យឯងទៅឥឡូវនេះណាមិនដែរទេ អរព្រះគុណព្រះបិតា ម៉ូអ៊ីង អាលីងនេះជាគុកកន្លែងងងឹតស្មោកគ្រោកហេតុអីបានជាឯងមកកុំមកទីនេះអី លោកកុំបារម្ភយើងអង្វរព្រះបិតាហើយឲ្យទ្រង់ស៊ើបរឿងនេះឲ្យបានច្បាស់ប្រកាសជារកយុត្តិធម៌ឲ្យលោកវិញ នាងមិនចាំបាច់ធ្វើរឿងទៅនេះទេមនុស្សពិតជាខ្ញុំសម្រាប់ឯង លោកគិតថាពេលដែលលោកនិយាយនេះយើងនឹងមិនជាមែនទេ
លោកគ្មានហេតុផលអ្វីត្រូវសម្រាប់គេនោះទេហេតុអីបានជាលោកត្រូវទទួលទៅតែលោកមានរឿងអីលាក់បាននឹងយើង រឿងគឺបែបហ្នឹងរឿងដែលខ្ញុំធ្វើគឺមិនអាចបកក្រោយទេឈប់ធ្វើរឿងហ្នឹងទៀតទៅ ឆេញមកអ៊ីងលោកមកយើងតើលោកលាក់បាំងរឿងអីនឹងយើងទៅ គេចង់ធ្វើបាបនាងតែខ្ញុំទុកគេមិនបាន ប៉ុន្តែគេមិនបានធ្វើបាបយើងនោះទេហើយយើងក៏បានសងសឹកហើយដែរគ្មានមូលហេតុអីត្រូវសម្រាប់គេនោះទេ នេះទៅជាមូលហេតុ នេះមិនមែនជាមូលហេតុទេយើងស្គាល់លោក10ឆ្នាំទៅហើយលោកគិតថាយើងមិនយកពីលោកមែនទេតាំងពីតូចលោកគឺជាមនុស្សអាចក្រែងដូចជាឪពុករបស់លោកអញ្ចឹងមានចំណេះវិជ្ជាអាចធ្វើគ្រួសារឈិញមានមុខមាត់ហើយបានខ្លាចជាមេតបដ៏អង្អាចម្នាក់ប៉ុន្តែហេតុអ្វីបានជាពេលនេះលោកខ្លាចទៅជាអ្នកទទួលកំហុសបំផ្លាញខ្លួនឯងបែបនេះទៅវិញ ខ្ញុំពិតជាចង់ធ្វើជាលោកមេតបណាប៉ុន្តែខ្ញុំកាន់តែចង់ការពារនាងគឺនាងដឹងទេតំប្រឆាំងដឹងថានាងមិនមែនជាព្រះអង្គហើយដឹងអានកំបាំងនាងទៀតថាជាមនុស្សស្រីបើមិនកំចាត់មិនបានទេណែហ៎លោកចង់ធ្វើស្អីហ៎ចង់ធ្វើស្អីហ៎ចង់ធ្វើស្អីចង់ធ្វើស្អីរឿងរ៉ាវដល់ដំណាក់កាលនេះទៅហើយបាននិយាយច្រើនក៏មិនបានផលអ្វីដែរអាលីងខ្ញុំមិនល្អចំពោះនាងថ្ងៃក្រោយនាងត្រូវការពីខ្លួនឲ្យបានល្អនាងឆាប់ទៅ ឆេញមកអីតែលោកអ្នកបាំងរឿងអីនឹងយើងអត់ប្រកាសទេលោកឆាប់និយាយមកលោកមិនមែនទុកយើងជាមិត្តភក្តិទេអីពួកយើងបានស្គាល់គ្នា10ឆ្នាំមកហើយតែយើងមិនដឹងពីចិត្តគំនិតរបស់លោកមែនទេតែលោកបានលាក់បាំងរឿងអ្វីនឹងខ្ញុំលោកឆាប់និយាយមក ប្រងទី9ដល់ពេលហើយសូមត្រង់ឆាប់ចេញទៅ លោកនិយាយមកចេញមកអ៊ីងបើសិនជាលោកហ៊ានបោះបង់យើងនឹងមិនលើកលែងតើឲ្យលោកជារឿងរហ័នចេញមកអ៊ីងពួកលោកចាប់ឡើងយើងទៅលោកម្ចាស់មុននេះបន្តិចមនុស្សរបស់អ្នកនាងទី2បានរាយការណ៍ថាទ្រង់ដូចជាបានគិតច្បាស់លាស់ហើយទៅឆុងហ្វឹងកំពុងតែនិយាយជាមួយនឹងលោកមេតបឈិញនៅក្បែរសំណាក់មិនដឹងថាគេនិយាយស្អីទេពេលមេតបឈិញមកដល់ក៏មានព្រឹត្តិការណ៍ចម្លែកកើតឡើង ប្រកាសជាគីលោកម្ចាស់ បើកទ្វារចាប់បើកទ្វារឈើទាំងឆាត្រង់ចាប់បើកទ្វារយ៉ាងណាថាត្រង់នៅខាងក្នុងចាប់បើកទ្វារមក ម្ចាស់ទី9ទ្រង់មកអាចហៅឈ្មោះពេញរបស់ព្រះអង្គបានទេ ឈើទាំងឆាម្ចាស់ពូចាប់បើកទ្វារយ៉ាងមានរឿងចាស់និយាយជាមួយ ម្ចាស់ទី4ព្រះអង្គគួរតែត្រឡប់ទៅវិញទៅទ្រង់មិនឯងនៅក្នុងនេះទេតែទៀតមិនត្រូវធ្លាក់ភ្លៀងទៀតយើងគឺនៅទីនេះរងចាំគីសូមលោកឆាប់រាយការណ៍មកយើងនៅពេលដែលគេត្រឡប់មកវិញហើយពេលណាដែលយើងត្រឡប់ទៅទទួលបញ្ជាយើងមកអីគឺស្អាតស្អំទេ គួរឲ្យអាម៉ាស់ គឺលោកធ្វើបាបឆេញមកអ៊ីងគឺលោកជាអ្នកសម្លាប់តមួយឆាងបន្តមកទម្លាក់កំហុសទៅឲ្យគេតាមមែនទេ នាងលាក់ខ្លួនល្អទៅយើងចាំនាងមករកយើងដល់កន្លែងចុះ ឈើទីឈិននេះលោកមិនចេះខ្មាស់គេទេមែនទេមិនបានជាលោកទៅធ្វើរឿងថោកទេអញ្ចឹង នេះគិតថារឿងអាក្រក់អីគឺយើងជាអ្នកធ្វើទាំងអស់ហើយមិនត្រូវការផលតាំងអ្នកអះអាងដូចជារឿងរីតិយានអញ្ចឹងហ៎គេត្រូវចោទចាប់ខ្លួននាងក៏មកទម្លាក់កំហុសឲ្យយើងនាងចង់ធ្វើបែបនេះតាមមិនដែរទេ គឺលោកជាអ្នកឲ្យចង់ហ្វឹងទៅប្រាប់ដំណឹងដល់គេគឺលោកជាអ្នកឲ្យគេទៅធ្វើអញ្ចឹងលោកហ៊ានស្បាត់ថាលោកគ្មានពាក់ព័ន្ធជាមួយនឹងរឿងនេះដែរទេ នាងពិតជាដូចព្រះអង្គមែនប្រកាសណាយើងមិននិយាយពីមុខមាត់ទេបើនិយាយពីមុខមាត់នាងមិនដូចគេបន្តិចទេគឺមិនមែនជាកូនបង្កើត ថ្ងៃ
ថ្ងៃនេះខ្ញុំបានទៅជួបជាមួយនឹងគេហើយខ្ញុំបាននិយាយជាមួយគេយើងដឹងថាលោកគឺជាអ្នកធ្វើបើលោកមិនទៅសារភាពខ្លួនឯងទេអញ្ចឹងយើងទៅប្រាប់ព្រះបិតាមែនទេអញ្ចឹងយប់នេះវាប្រកាសជាងាប់ឈូតិឈិននេះជាចរិតនាងមកនិយាយជាមួយនឹងយើងឈិនមកអេងគេមិនដឹងរឿងអីទេពួកគេមិនដឹងរឿងអីទេនេះលោកចង់បានអីទៅយើងចង់បានអីគឺនាងមិនដឹងទេខ្ញុំមិនដឹងលោកនិយាយពីអីទេលោកលេងខ្ញុំទៅបើសិនជានាងមិនដឹងទេមិនបានជាយើងដឹងនោះណែនាងគិតថាមកនិយាយថានាងចង់ជួយតបឈីងតែនាងបែរជាមិនគិតអីនាងមិនចង់ជួយគេទេចាំបាច់អីទៅលោកដៃធ្វើអីនោះឈូតិឈិនលោកខាងទៅបែរជាធ្វើឲ្យខ្លួនឯងឡើងញ័រសន្លប់ទៅវិញចោលមិនសិតមយាមែនហើយប៉ាជិនអីមកបាទខ្លាចថាគេសង្ស័យយើងយកមកហើយមកអេងគេជាប់អន្ទាក់ទៅហើយអ្នកបន្ទាន់តើជាអ្នកណាទៅមេដាឬគ្រួសារវិញភ្លៀងខ្លាំងអញ្ចឹងហ៎ពេលណាមិនហៅយើងបែរជាមកហៅនៅពេលនេះទៅវិញបើឯងមិននិយាយយើងនឹងបញ្ជូនឯងទៅពេលវិញចុះអេកុំយើងមើលក៏បានដែរហើយគឺឃ្លានឡើងសន្លប់យ៉ាងហោចណាស់ក៏មិនបានហូបបាយមួយយប់មួយថ្ងៃហើយនៅត្រូវភ្លៀងទៀតហើយត្រូវខ្យល់ទៀតនាងខាងពេជ្របានជាសន្លប់អញ្ចឹងនៅក្មេងសោះមិនក៏មានជំងឺកាពះប្រហែលជាញ៉ាំអីម្ល៉េះហើយយើងចាក់បញ្ចូលឲ្យគេបណ្ដេញភាពត្រជាក់សិនចាក់ឲ្យបានច្រើនទៅបានលំមបានហើយបើនៅតែចាក់ទៀនយើងនឹងឈឺមែនតើហើយនេះគឺលេងត្រជាក់ហើយមើលទៅវិជាពេលរបស់យើងខ្លាំងជាងមុនទៅទៀតបើមិនអញ្ចឹងទេយើងអាចខ្លាចជាមេប៉ាបានដែរទេថាតែមើលមិនដែរទេអាចេញអស់កិច្ចការឯងហើយនេះយើងមិនតាន់ចាក់នៅឡើយទេគ្រូប៉ែប៉ាយសូមអញ្ជើញនេះនាងបារម្ភពីគេយ៉ាងនេះម្ចាស់ពូគេជាមិនល្អជាងគេរបស់ខ្ញុំពូដល់លេងគេទៅនៅមកឃ្លានឡើងសន្លប់ដោយសារតែគេទៀតគ្រាន់តែជាមិត្តទេបើសិនជាមេកងសែជាមួយគ្រូប៉ែប៉ាយមានរឿងលោកពូក៏នឹងជួយពួកគេដែរមើលឃើញអំណោយធំនៅលើទឹកនោះហើយឬនៅគឺដំណាក់អូបរ៉ាចំណែកយកមកគេចង់យើងចាត់ការឈិនមីអ៊ីគេពិតជាមិនដឹងអីទេនៅមុខផោតាំងគ្មានពាក្យថាយុត្តិធម៌ទេបើរាជបុត្រចង់ជួយគេនោះនាងមានអីមកដូរជាមួយនឹងយើងនោះយើងមានផោតាំងនៅក្នុងដៃវាអាចជួយឲ្យមេតបឈិនគេរួចពីទោសបានណាយប់ស្អែកនេះនាងយកផោតាំងមកដល់ពេលនោះប្រកាសជាដឹងគ្នាហើយនាងត្រូវតែយកមកណាម្ចាស់ពូខ្ញុំខ្លាចថាទុកវាកាន់តែយូរវានឹងមិនល្អចំពោះឈិនមកអ៊ីងពូអាចឲ្យពេលខ្ញុំបន្តិចបានទេយប់ស្អែកខ្ញុំនឹងទៅរកលោកពូនាងគិតថាយើងងាយបោកហ៎បើយើងឲ្យនាងពេលនេះស្អែកឡើងនឹងអាចឃើញនាងដែរទេរាជជីវៈមានតែប៉ុណ្្នឹងទេខ្ញុំអាចរត់ទៅណាបានមែនហើយយប់នេះគឺភ្លៀងមិនអញ្ចឹងនៅទីនេះទៅខ្ញុំលេងបញ្ញាប់ហើយអូលេងបញ្ញាប់ហើយមើលទៅការស្លាប់រស់របស់លោកមេតបឈិន
គ្មានអ្វីដែលសំខាន់ចំពោះនាងទេ ពូចាំបាច់ធ្វើអញ្ចឹងធ្វើអីអ្វីដែលពូចង់បានពូគ្រាន់តែលើកដៃក៏បានពូចាំបាច់មកខាំខ្ញុំមិនលែងធ្វើអីនេះពូមិនគិតថាពេលដែលពូធ្វើអញ្ចឹងវាខុសច្បាប់ទម្លាប់ខុសនឹងឋានៈតែមែនទេ ច្បាប់ឯងច្បាប់វាអាចចងជើងតែមនុស្សដែលមានច្បាប់តែប៉ុណ្ណោះបើយើងមានរបស់នោះយើងងាប់រាប់រយដងទៀតគ្មានភាពស្មោះត្រង់អីផងក៏ចង់យករបស់ពីយើងដែរនាងមិនសមទេ ម្ចាស់ពូសំបពូដល់លេងជាមួយអ៊ីទៅសំពូមានមេត្តាផងទៅ ចង់ហ្វឹង គេចង់ធ្វើអីនឹង ហូបបាយទៅយើងនឹងប្រាប់នាងនៅមិនឆាប់មកទៀត ក្នុងនោះមានថ្នាំពុលថែមទាំងផោតាងទៀតនាងរើសបានតែមួយទេបើចូលចិត្តនោះណាក៏ហូបឲ្យអស់ទៅកុំឲ្យសល់ឲ្យសោះណាសាកក្អួតមើលខ្ញុំហូបរួចហើយម្ចាស់ពូត្រូវរក្សាសម្ដីនេះ កុំភ្លេចយប់ស្អែកយើងចាំនាងនៅដំណាក់ចុះ ណែលោកម្ចាស់ទីបំផុតដឹងខ្លួនហើយលោកម្ចាស់ស្លាប់3យប់3ថ្ងៃមកហើយណា ឈិនមកអ៊ីង ចិត្តមកអីចិត្តត្រូវដោះលែងហើយ នេះពេលណាទៅហើយ ហើយល្ងាចហើយមិនចិត្តយប់ហើយ គ្រាយើង លោកម្ចាស់ប្រយ័ត្នផងប្រយ័ត្ន កូនឯងនេះឯងចាំមិននឹងមិនបានជាឯងមើលមេដាអញ្ចឹងនឹកព្រះមេដាថ្ងៃក្រោយយប់ឡើងមេដាកុំហូបហើអញ្ចឹងអីវាមិនល្អនោះទេនៅមានទៀនកុំហូបស៊ុបខ្លាញ់អញ្ចឹងអីវាមិនល្អទេមេដាខ្ញុំបានឆាប់ញ៉ាំបាយទៅមកញ៉ាំមកច្រើនទៅ លោកម្ចាស់មិនល្អទេរាជបុត្របាត់ខ្លួនហើយ បើគ្មានយើងមេដានឹងគ្រួសារវិញនឹងមានសុវត្ថិភាពបើអញ្ចឹងនឹងក៏ចាក់ចេញទៅចោល មិននឹងអាចទៅ ឈូលីង មិនបានច្រឡំនៅទីនេះ មិនចង់ទៅវិមានបឹងលំហែប៉ុន្តែបាយជាចូលចិត្តមកទីរហ័សឋានទៅវិញ
អាចធ្វើបែបនេះប៉ុន្តែធ្វើហើយតើខ្លាចមានលើកទី2ទេ ទោះជាយើងត្រូវស្លាប់ក៏មិនអាចទទួលរឿងបែបនេះដែរ ពិតមែនទេគ្រាន់តែមនុស្សយកទោសសងគុណយកផតាំងរបស់យើងហើយរត់គេចជាមួយមនុស្សដែលបំពេញពាក្យសន្យាសមតែទទួលទោស តែប៉ាត់តន់មួយឆាងគេមិនបាននៅនោះទេថាយើងជាមនុស្សស្រីប្រហែលជាត្រង់តែបង្ខំគេទៅគេធ្វើបែបនេះត្រង់នឹងនិយាយថាមិនតាក់ទងជាមួយនឹងរឿងនេះទេមែនទេ បើសិនធ្វើបែបនេះតើវាយ៉ាងម៉េចឥឡូវនេះមិនមែនគេនៅក្នុងគុកទេហីឯនាងវិញចង់រកកិច្ចអ្វីដែលយើងឲ្យនាងនោះគឺខ្លាំងខ្លាយ ត្រង់កុហកយើង នាងនៅមិនតាន់ឲ្យរបស់ដែលយើងចង់បាននៅឡើយទេយ៉ាងម៉េចអាចយកខ្លួនរបស់យើងទៅលក់បានទៅ តែត្រង់ចាំបានអ្វីទៅហើយដែលបានជាត្រង់នៅខំខំមិនប្រំដោះលែងយើងឈឺទាំងឈើតែបានធ្វើអ្វីចំពោះត្រង់ទៅ ឲ្យតែរបស់ដែលយើងចូលចិត្តយើងត្រូវតែយកឲ្យបាន នាងកុំភ្លេចអសោះថានាងបានប្រព្រឹត្តកំហុសយ៉ាងធំកុហកស្ដេចមនុស្សស្រីតែងខ្លួនធ្វើជាមនុស្សប្រុសថែមទាំងបន្លំចិត្តសាច់ឈាមរបស់ព្រះអង្គទៀតជាកូនរបស់គ្រួសារវិនហ្វីបើសិនជាអ្នកបម្រើក្នុងវាំងឬក៏មន្ត្រីដឹងនោះសូម្បីតែឆ្កែក៏ត្រូវតែសម្លាប់ចោលទាំងអស់បើសិនជានាងចង់រស់ត្រូវតែស្ដាប់បង្គាប់យើងឲ្យបានល្អបើសិនជាចង់ស្លាប់ត្រូវតែស្លាប់ក្នុងកណ្ដាប់ដៃរបស់យើងនេះហើយទើបអាចការពារវិនហ្វីបានយំទៅការឈឺចាប់នៃក្តីស្នេហារបស់យើងវាខ្លាំងជាងនាង100ដងទៅទៀតពេលថ្ងៃហៅ3ដងសូម្បីតែឆ្កែក៏ត្រូវបំភ័យដែរព្រះអង្គទី9ទៅមើលគេទៅកំណៅទៅតែចង់ឥឡូវឡើងទៀតហើយវាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលទៀតអាឈើលោកចង់ឲ្យគេខ្លាចទៅជាមនុស្សឈួតហើយនេះជាទោសកំហុសដែលកុហកស្ដេច មកអី នៅពេលនេះគេនៅក្នុងគុកនៅឡើយប៉ុន្តែនាងបែរជាចង់រត់គេចទៅវិញរបស់ដែលយើងឲ្យនាងគឺវាខ្លាំងខ្លាយទេ មកអីឆាន់មកអីផាតាំងគឺខ្លាំងខ្លាំងប្រសិនបើឆាន់មកអ៊ីស្លាម លោកម្ចាស់ព្រះអង្គទី9បានចាក់ចេញទៅហើយអាលីងមកអី ភ្លៀងខ្លាំងយ៉ាងនេះហេតុអីក៏ឯងរត់មកទីនេះអញ្ចឹងហេតុអីក៏គ្មាននរណាម្នាក់មកតាម មិនបានជិះលោកចេញមកពួកគេមិនខំលោកទេមែនទេ អ្នកកាត់ក្តីស៊ើបដឹងហើយក៏បានរកឃើញផតាំងដែរវាជាអ្នកមីងលៀងមកពីវិមានអធិរាជគឺបានឲ្យមនុស្សចូលទៅតាមគេសម្រាប់តមួយឆាងឲ្យតម្លាក់កំហុសមកខ្ញុំគេចង់ឲ្យកូនគេទៅដណ្ដើមកន្លែងរបស់តមួយឆានទៀតផងនៅពេលនោះខ្ញុំគ្រាន់តែបំភ័យគេតែប៉ុណ្ណោះខ្ញុំមិនបានសម្លាប់គេទេ ផាតាំងដែលស្ដេចចឹងឲ្យយើងនោះគឺជារឿងពិនគេកុហកយើង សុំទោសផងអាលីងធ្វើឲ្យនាងបារម្ភហើយនៅថ្ងៃនោះខ្ញុំពិតជាប្រកែកជាមួយនឹងតមួយឆាងមែនខ្ញុំថែមទាំងយកដៃចាក់គេទៀត ហាត់អីទៅ ព្រោះតែអាលីងខ្ញុំចង់ការពារនាងខ្ញុំមិនចង់ឲ្យនាងមានគ្រោះថ្នាក់អីទេ ចុះឆុងហ្វងវិញនឹងគេនៅនិយាយអ្វីចំពោះលោកទៀតទេ អ្នកចំណេះរបស់ឆុងហ្វុងបាននិយាយថាសង្គ្រាមដ៏ស៊ីនជាងភាគខាងត្បូង
គឺស្ថិរភាពមិននឹងណូទេស្ដេចសើចឹងឃើញខ្ញុំនៅក្មេងមានសមត្ថភាពអាចទៅហាត់គុណជាមួយនឹងលោកមេតបចាស់ចាស់ដើម្បីអនុវត្តខ្លួនប៉ុន្តែបរាជ័យក្នុងការរស់នៅបាននិយាយទៅវាគ្មានអីទៀតទេមែនទេ មនុស្សចំណិតរបស់ឆុងហ្វុងមិនបាននិយាយអ្វីទេ យើងស្មានតែឆុងហ្វុងនិយាយរឿងយើងជាមនុស្សស្រីយកទៅប្រាប់ឈីម៉ូអ៊ីហើយញញងឲ្យមកអ៊ីទៅសម្រាប់ទីមកឆាងកំបិតមួយសម្រាប់បានសัตว์ពីរក្បាលមិននឹកថាយើងបារម្ភខ្លាំងយ៉ាងនេះ អាលីងឲ្យខ្ញុំសុំទោសណាខ្ញុំធ្វើឲ្យនាងលំបាកហើយខ្ញុំអាចបានមើលថែនាងឲ្យល្អហើយថែទាំងឲ្យនាងបារម្ភ គឺសិតតែខ្ញុំមិនបានការប្រសិនបើម្ចាស់ដំណាក់ត្រូវស្លាប់ហើយនោះមិនលើកលែងឲ្យលោកទេខ្ញុំមិនចង់ឲ្យលោកស្លាប់ទេ អាលីងនាងកុំយកអីអាលីងថ្ងៃក្រោយខ្ញុំមិនឲ្យនាងពិបាកទេសូមថ្វាយបង្គំស្រីសុជីងកុំមកបាំងផ្លូវរបស់យើងដែរសូមថ្វាយបង្គំស្ដេចសុជីងក្រោកឡើងមកអបអរលោកបន្ទាប់ឈីងដែលបានឆ្លងផុតពីការមូលបង្កាញ់កុំខ្វល់ពីទូលបង្គំបរាជ័យធ្វើឲ្យព្រះអង្គខកបំណងលោកនៅក្មេងប្រកាសជាមានឱកាសអាចឡើងខ្ពស់បានចាំដល់ពេលនោះយើងនឹងមកអបអរលោកដោយផ្ទាល់តែចុះព្រះអង្គទី9ត្រូវរបួសហើយអាលីងភ្លៀងខ្លាំងយ៉ាងនេះទុកឲ្យខ្ញុំជួយនាងទៅរណាវិញលោកម្ចាស់ត្រូវការហូបអាហារទេមិនបាច់ទេលោកទៅវិញចុះលើសទឹកភ្លៀងស្ដេចស៊ឺចេញយប់នេះត្រូវសម្រាប់ក្នុងវាំងក្តៅខ្លួនហើយនៅចង់ទៅរកគេទៀតមើលទៅពិតជាបារម្ភពីមេតបឈីងណាចំណែកគេវិញបារម្ភពីនាងដែរគេថែមទាំងយកថ្នាំឲ្យនាងតែមានក្តីសុខទេឆាប់ទៅបាត់ទ្វារទៅយើងគ្រាន់តែចង់និយាយជាមួយនាងតែប្រហែលម៉ាត់ព្រះអង្គទី9មានរឿងអីចង់ឲ្យខ្ញុំជួយហ៎មិនអីទេលោកមេតបឈីងពិតជាបារម្ភពីនាងណាគេគឺជាមិត្តសម្លាញ់របស់ខ្ញុំពួកយើងបានធំឡើងជាមួយគ្នាតើគេដឹងថានាងជាមនុស្សស្រីទេមើលទៅមិនដឹងទេជាមនុស្សប្រុសគេបារម្ភយ៉ាងនេះចុះបើសិនជាមនុស្សស្រីវិញគេប្រកាសជាដណ្ដឹងនាងបាត់ទៅហើយមុខមាត់ដ៏ទន់ភ្លន់របស់នាងធ្វើឲ្យមនុស្សប្រុសចូលចិត្តបានតើនាងចង់ឈរនៅទីនោះនិយាយជាមួយនឹងយើងដែរទេខ្ញុំមិនចាំមិនហត់ទេនាងគិតថាយើងជាមនុស្សបែបនោះតើមែនទេខ្ញុំមិនចាំមកបានគិតអញ្ចឹងទេត្រង់បាននិយាយហើយត្រង់មិនមែនជាមនុស្សបែបនោះទេមនុស្សបែបណាទៅតែយើងជាមនុស្សបែបណានាងមិនដឹងច្បាស់ទេតនសាយក៏ចេះខំមនុស្សដែរបើខ្ញុំម្ចាស់យករឿងទាំងនេះទៅនិយាយខាងក្រៅតើពួកអញនឹងស្ដាយក្រៅឬអន់បើសិនជាលោកមិនតបឈិញបានដឹងនាងគឺជាមនុស្សស្រីគេប្រកាសជាមិនដឹងនាងខ្ញុំមិនចាំមិនអាចគិតពីរឿងនេះទេសូមម្ចាស់ពូចេះគ្រប់ខ្លួនឯងហើយឆាប់ចេញពីទីនេះទៅទោះជានាងចង់នោះមិនបាច់គិតទេវាគ្មានបានការឡើយបើសិននាងនឹងឈិញមកអ៊ីពិតជាតាក់ទងគ្នាមែនព្រះអង្គប្រកាសជាមិនយល់ព្រមទេសូមចេញម្ចាស់ពូត្រឡប់ទៅវិញទៅនាងគ្រាន់តែជាមនុស្សស្រីដែលហ្វិនហ្វីចិញ្ចឹមឬមួយនាងជាកូនដែលហ្វិនហ្វីមានជាមួយព្រះអង្គលងឆាប់លេងដៃយើងចូលចិត្តអត្តចរិតរបស់នាងបែបនេះបើសិនជារឿងនេះបានធ្លាក់ចេញទៅពួកយើងតែពេលប្រកាសជាមានគ្រោះថ្នាក់អ្នកណាក៏មិនអាចគេចផុនចុះពេលនេះវិញអ្នកណាអាចគេចផុតទៅ
បើសិនជាគ្មានអ្នកណាកិច្ចផុតនោះមិនបាច់កិច្ចទាំងអស់ទៅហេលោកម្ចាស់លោកម្ចាស់ដឹងខ្លួនឡើងហៅខ្ញុំក៏បានដែរមិនអីទេនេះជាពេលណាទៅហើយនេះជាពេលថ្ងៃត្រង់នៅខាងក្រៅលើសម្លេងអីហ្នឹងលើមកថាជារឿងរបស់ស្ដេចសេជីងហើយទ្រង់អប់មនុស្សស្រីពេញរាជវាំងហ្នឹងមនុស្សស្រីអីមិនដឹងទេលើថានៅបាំងនាងឡើងចិត្តហេលោកម្ចាស់មិនភ្ញាក់ផ្អើលទេហីតែរៀបចំខ្លួនតែក្រែងពួកយើងទៅណាទៅតែដំណាក់មេតន់ហើយដំណាក់មេតន់ឆេះហើយផ្លូវឆេះហើយផ្លូវឆេះហើយចាប់ទៅលើឡើងទៅផ្លូវឆេះហើយចាប់រត់ទៅលើឡើងចាប់រត់ទៅហើយលឿនឲ្យឆាប់ឡើងផ្លូវឆេះហើយឲ្យលើឡើងផ្លូវឆេះហើយអ្នកស្រីត្រូវជួយចេញមកហើយតែអ្នកប្រុសជាមួយអ្នកនាងនេះចេញមកអានេះអ្នកប្រុសហើយភ្លើងខ្លាំងណាស់មិនបានឃើញអ្នកប្រុសទេហើយមិនមែនទេលោកម្ចាស់ចង់ធ្វើស្អីនេះលោកម្ចាស់មិនចង់រស់ទេអីហ៎ឈិនមកអីមិនអីទេមែនទេខ្ញុំនាំលោកចេញពីទីនេះមានតាមសត្វលោកត្រឹមបន្ទិញខ្ញុំនាំលោកចេញពីទីនេះទេកុំខ្វល់នឹងខ្ញុំមិនទឹកលោកចាស់ទេប្រយ័ត្នប្រយែងផងនេះជាកន្លែងណានេះជាកន្លែងពេទ្យរបស់ខ្ញុំលងត្រូវភ្លើងឆេះខ្លាំងណាស់ខ្ញុំមិនខ្វាត់ទេមែនទេដំណាំមេតបយ៉ាងម៉េចទៅហើយភ្លើងបលត់បានហើយគឺដោយសារតែភ្លើងឆេះផ្ទះបាយចុះលើមេតបឈិនពួកគេមិនអីទេពួកគេនៅព្យាបាលរបួសនាំខ្ញុំទៅមកបន្ទិញរាជបតភ្នែកត្រង់ត្រូវសម្រាប់បានច្រើនជាល្អគប់បិទភ្នែកទៅចាំពេលមេតបដឹងខ្លួនឡើងយើងនឹងឲ្យគេមកមើលលើមកថាលោកដើម្បីជួយលោកមេតបបថយជីវិតចូលទៅក្នុងភ្លើងដើម្បីជួយគេហ៎ពួកគេថាពួកលោកជាមិនល្អនឹងគ្នាពិតជាចេះជួយគ្នាមែនណោះពេលនេះខ្ញុំមិនបានគិតច្រើនចឹងទេលោកមិនខ្លាចស្លាប់ទេតែខ្ញុំគិតដល់គេល្អជាមួយខ្ញុំយ៉ាងនេះក៏លែងសើចខ្លាំងតែបើសិនជាឃើញគេត្រូវស្លាប់នៅក្នុងនោះខ្ញុំនឹងខ្លាចជាងល្អដល់ថ្នាំងឲ្យលោកទៅបដូរជីវិតជួយគេកាលពីនៅក្មេងខ្ញុំរពើណាស់ពេលក្មេងមិនបានគេគ្រាខ្ញុំមកវិញទេខ្ញុំនឹងស្លាប់នៅលើភ្នំទៅហើយពេលនៅលើភ្នំមានចចកទៀនគេដើម្បីទៅជួយខ្ញុំជាងគេត្រូវចចកខំទៀនរឿងតាំងពីអាយុ 3-4 ឆ្នាំរាជបុណ្យក៏ចាំបានទាំងអស់កាលពីនៅក្មេងខ្ញុំដួលពីលើដំបូលផ្ទះទៅប៉ះក្បាលតែមានតែរឿងនេះទេដែលខ្ញុំអាចចាំច្បាស់នោះមើលទៅរាជបុណ្យមិនត្រឹមតែមានកសែភ្នែកមិនល្អទេខួរក្បាលក៏មានបញ្ហាដែរកុំខឹងអីគេនឹងមានរបួសទៀតមិនអាចយំទេមិនអញ្ចឹងនាងអាចខ្វាក់ភ្នែកមិនបានជាលោកនៅទីនេះអាណាចេញមកអីនោះងាប់បាត់ហើយលោកពូខ្ញុំគ្មានកំណុំជាមួយលោកពូទេមិនបានជាលោកពូមករករឿងខ្ញុំអញ្ចឹងខ្ញុំមិនអាចទៅមានរឿងជាមួយនឹងលោកពូទេរកនាងបើយើងរកនាងមែននោះនាងអាចមកដេកទីនេះបានដែរទេអញ្ចឹងលោកលេងខ្ញុំទៅយើងមិនបានឃុំនាងឯណាពេលចូលក្នុងភ្លើងយើងមិនឃើញនាងខ្លាចអីទេមិត្តភាពខ្ញុំជាមួយនឹងម៉ូអ៊ីងមិនមែនពូអាចបានយល់នោះទេ
គឺមើលលើមិត្តភាពដែលខួរក្បាលរបស់នាងមានបញ្ហានោះណា ខ្ញុំជាមួយនឹងចេញមកអ៊ីងពួកយើងល្អជាមួយគ្នានេះពូមិនធ្លាប់មានអ្នកណារយកពូទេមែនទេពូច្បាស់ជាមិនយកពីមិត្តភាពរបស់គេហើយ មើលទៅនាងច្បាស់លាស់ខ្លាំងណាស់ថាវានឹងរើសយកនាងនោះ លោកចង់ធ្វើអីលោកចង់ធ្វើអីលេងខ្ញុំលោកធ្វើអីនឹងឈើតិចិន ទីនេះជាពេនឈិនមួយអ៊ីលេនៅជាប់នេះ លោកនេះជាថាម៉េច កុំមកឲ្យសោះប្រយ័ត្នណាប្រយ័ត្នគេលឺ លោកនឹងមានកម្មពៀមិនខាន កាមមិនចឹងវល់យើងវាបានផលជាង ដៃឯងនេះលេចចង់បានហើយភ្លើងខ្លាំងយ៉ាងនេះមានតែឯងទេដែលហ៊ានចូលទៅបាននោះបែរជាតែជួយនាងនិងមនុស្សជាច្រើនទៀតនេះនៅមិនប្រកាសថាពិសេសចំពោះនាងទៀតមនុស្សរមើលគុណតែទោះជាឯងមិនជួយនាងក៏ដោយក៏នាងដើរទៅដល់ចុងជ្រោះដែរពេលព្រះអង្គឲ្យនាងទៅដំណាក់ឧបរាជនោះនាងក៏ខ្លាចតែជាមនុស្សដែលជួយគេទៅហើយមនុស្សជួយអ្នកក្រៅរាជបុត្រធ្លាប់ដួលនៅមានរបួសក្បាលសូម្បីតែរឿងឯងធ្លាប់ជួយនាងក៏ចាំមិនបានផងទៅប្រកាន់ជាមួយនាងធ្វើអីនោះមិនមែនធ្វើខ្លួនឯងខឹងទេឯងល្អចំពោះគេថ្ងៃណាមួយគេនឹងដឹងខ្លួនហ៎ណែអាលីឯងមិនអីទេ មកអី ភ្លើងខ្លាំងយ៉ាងនេះឯងចង់ស្លាប់ហ៎អាលីភ្នែកឯងមិនអីទេហ៎ មិនអីទេយើងមកឃើញហើយថាទៅនេះគឺជាអ្វីដែលយើងគួរធ្វើពេលនៅក្មេងយើងមានរបួសនៅលើភ្នំបើមិនបានឯងគ្រាយើងមកវិញទេយើងត្រូវចចកស៊ីបាត់ទៅហើយ គឺយើង ប៉ិតមែនយើងមានរបួសនៅលើភ្នំគឺជាឯងដែលជាអ្នកអៀវយើងចុះមកវិញ អាលីឯងចាំខុសទេដឹង គឺជាភ្នំដែលមានចចកច្រើនយើងទៅរមែចុះពីភ្នំមកនោះអី ប្រហែលជាឯងនៅមានរបួសខួរក្បាលចាំខុសទេដឹង នេះមិននឹងអាចទៅ ខ្ញុំមកតើមើល កុំមើលអីសុទ្ធតែជាឈាមទេ រឿងកាលពីមុនវាគឺជារឿងពីមុនថ្ងៃនេះបើគេដើម្បីជួយយើងហើយតែមានរឿងដែលមានគ្រោះថ្នាក់នោះយើងក៏មានទោសលោកឲ្យខ្ញុំមកបន្តិចទៅ យ៉ាងម៉េចឲ្យនាងមើលហើយក៏ជាឬមួយឃើញខ្ញុំរបួសនាងសប្បាយចិត្តតើពិតមែនដែរទេនាងចង់ឃើញខ្ញុំរបួសហ៎ លោកពូដឹងពីចិត្តខ្ញុំទៅហើយចាំបាច់និយាយមកធ្វើអីវាបង្ហាញថាលោកបានជួយខ្ញុំមុននេះហើយខ្ញុំបាច់ជារមើលគុណអញ្ចឹងដូចជាខ្ញុំគ្មានបេះដូងអញ្ចឹងតាមពិតទៅរឿងអាក្រក់លោកក៏ធ្វើអស់ហើយ យើងប៉ានាងបែរជាគុំជាមួយនឹងយើងយ៉ាងនេះកុំភ្លេចថានាងចង់ជួយលោកមិនតបឈីងគឺមិនមែនជាយើងទេ លោកហ៊ាននិយាយថាលោកមិនដែលបង្ខំខ្ញុំដែរទេលោកហ៊ាននិយាយថាលោកមិនដែលបង្ខំខ្ញុំដែរទេ ឈូលីនាងសួរខ្លួនឯងទៅរឿងដំណាក់អូបរ៉ាជមួយដំណាក់មេតបយើងលោកដែរទេឬមួយក៏នាងចង់យករបស់ពីយើងទៅទេហើយក៏មិនព្រមលះបង់ លោកចាំបានអ្វីផ្សេងខ្ញុំឲ្យលោកទាំងអស់តែលោកបែរជា ក្រៅពីនាងហើយអ្វីដែលនាងមានយើងមានអីដែលគ្មាន មិនហើយគេចាំបានអ្វីក៏មានដែរ ដើម្បីសុវត្ថិភាពពួកយើងចេញទៅ លោកដាក់ខ្ញុំចុះទៅខ្ញុំមិនដាក់ដោយខ្លួនឯងបាន នាងលេងដៃទៅនាងមិនមែនធ្លាក់ចុះហើយទេបាននាងនៅកម្រើទៀតយើងមិនធានាថា
យើងនឹងធ្វើរឿងនោះទៀតទេណាចាត់ការរួចអស់ហើយ អាណាឈិនមកអ៊ីនឹង នាងមកដំណាក់យើងដើម្បីរកគេហ៎ មិនមែនលោកជាអ្នកហាក់គេមកទៅនេះទេគេណែនេះ មើលទៅនាងតែយកគំនិតអាក្រក់ជាងគេមកទាយពីយើងហ៎ គេណែណាទៅ បារម្ភយ៉ាងនេះហ៎នេះជាគូស្នេហ៍របស់នាងតើមែនដែរទេ មិននិយាយមែនទេ បារម្ភពីគេយ៉ាងនេះនេះជាគូស្នេហ៍របស់នាងមែនទេ មិននិយាយមែនទេអញ្ចឹងខ្ញុំនឹងទៅរកកន្លែងផ្សេង ឈប់ភ្លាមរបួសរបស់យើងមិនតាន់ជាតែនាងបែរជាមិនបារម្ភអីបន្តិចមនុស្សគ្មានចិននាងពិតជាស្រឡាញ់គេមែនទេ មែន គេខ្សោយណាស់គង់មានថ្ងៃណាមួយនាងបាយការនោះគេមិនត្រឹមតែការពារនាងមិនបាននាំរឿងដល់គ្រួសារគេទៀត យ៉ាងច្រើនពេលនោះក៏លែងធ្វើជារាជបុត្រីពួកយើងធ្វើជាប្តីប្រពន្ធធម្មតាខ្ញុំក៏ព្រមដែរ ឈូលីនាងជឿលើមនុស្សប្រុសពេកហើយ ខ្ញុំមិនមែនជាលើមនុស្សប្រុសទេខ្ញុំជាតែគេទី ដូរថ្នាំមកយើងចងតាំងពេកហើយសេជាវមកដូរថ្នាំមកយើងគួរឲ្យស្ដាយលើខ្លួនយើងមានរបួសមិនអាចបំពេញចិត្តនាងបាន ឈុតិឆាន់ឡង តាមពិតពួកគេនៅជាមួយគ្នាពួកគេមិននឹងអាចនៅជាមួយគ្នា ឈិនមកអីឈុតិឆាន់លោកមានចេតនាលោកមានចេតនាគេមកឃើញពួកយើងនិយាយគ្នាមែនទេ លំបាកសេជើដូរថ្នាំឲ្យយើងហើយមិនខាត់ដែលយើងបន្ថយជីវិតទៅជួយនាង ឈុតិឆាន់លោកថាក់ទៀមមកអីឈិនមកអីវាមិនដូចជាលោកបានគិតទេ អាលីយើងនឹងមានការទៀតយើងទៅសិនហើយ យើងពិតជាមានរឿងលោកបានមិនអាចនិយាយបានពិតមែន ឯងទៅមើលគេនោះគេមិនបានឆ្លាញ់នឹងបណ្ណាទេ សប្បាយណាស់មែនទេ អ្វីដែលយើងធ្វើនោះជាអ្វីដែលយើងគិតតែអ្វីដែលមិនតបឈិនគេគិតមកនោះយើងមិនអាចគ្រប់គ្រងចរិតបានទេសេជាវរឿងនេះនាងត្រូវតែដឹងយើងប្រាប់នាងគឺនាងជឿគេពេកហើយណាមិនក៏នាងមិនសាកសួរគេយើងនឹងអត់ផ្លូវចេញយ៉ាងមួយដូច្នេះហើយនាងគួរទៅសួរនាំគេទៅនឹងដឹងការពិតថារឿងនោះវាយ៉ាងម៉េច ផ្លូវចេញដែលលោកពូនិយាយនោះគឺមកលេងសើចជាមួយខ្ញុំមែនទេ ឡើងសោយរីធ្វើជាប្រអម្ចាស់យ៉ាងម៉េចមានតឡើងសោយរីទេទើបមានសមាជិកអាចប្រកាសជាសាធារណៈបាន ខ្ញុំគ្មានចំណាប់អារម្មណ៍ជាមួយរាជបល្ល័ង្កទេ អញ្ចឹងចង់ឲ្យមេដានាងស្លាប់ទេជីវិតមេដានាងនិងគ្រួសារវិនទាំងអស់វាស្ថិតនៅក្នុងដៃនាងទាំងអស់អូប្រហែលសូមដាស់តឿននាងបន្តិចយប់នោះអ្នកដែលមកសម្រាប់នាងនោះគឺរាជបុត្រធំបញ្ជាមក បងធំ នាងស្មានម្ដងមែនទេគេមើលមកចិត្តល្អណាស់តែការពិតគេប៉ិនសម្ដែងយ៉ាងនេះកាលពីមុនអ្នកចង់មកផ្លាញគេឈ្មោះក៏ជាគេដែរនៅមានពិធីនោះទៀតគេចង់ដាក់ថ្នាំយើងបែរជាមកដាក់ចំនាងទៅវិញគឺយើងនៅចិត្តនាងទៅយកយើងទៅពាក់ព័ន្ធជាមួយនាងបែបនេះ មិននឹងអាចនោះ ជូលីពេលនេះនាងគ្មានផ្លូវថយទេហើយដៃឲ្យមកយើងមកជានឹងជួយនាងឲ្យឡើងក្រុមរៀនទទួលបញ្ជាពីមេឃដីព្រះអង្គមានបញ្ជាលើស្ដេចពីបុរាណមកឲ្យតម្លៃទៅលើកូនចៅពាក់ព័ន្ធជាមួយរឿងនគរជាមួយនឹងជីវិតរាបុត្រទាំងអស់គឺរៀនពូកែរៀងខ្លួនហើយមានសមត្ថភាពស័ក្តិសមនឹងឡើងសោយរាជគឺរាជបុត្រទី9ទោះគេនោះឈ្គន់តែតែគេអាចស្មោះត្រង់នឹងនាងបានអាចប្រើបាន លីអឺមេដាបានធ្វើ មហាក្សត្រយាននេះមកហើយហ៎អូយើងមកបំរើមកជួយស្រេចថ្មីតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃនេះឯងហត់ណាស់ឯងត្រូវរក្សាសុខភាពផងមេដាទៅសិនហើយណា
មេដាធ្វើស៊ុបដល់ផ្ទាល់ផងឯង គេមកហៅស្អីនេះជាម្ដាយយើងទីងបងគួរតែទៅដំណាក់បងវិញហើយ បងបានជួយអូនមើលឯកសារច្រើនណាស់ពេលនេះក៏រមើលគុណអញ្ចឹងមិនស័ក្តិសមទេ អូនរវល់ហើយ បងទៅរំខានអូនហើយ អូននៅសម្រាប់ទៀន បងយកក្រេអូនទៅបាត់ បងធ្វើស្អីនឹង ប្រហែលថ្ងៃនេះអូនមិនបានផ្ទុំទេហូបស៊ុបនេះទៅហើយផ្ទុំមកលក់ទៅ អូនមិនញ៉ាំ មើលឯកសារ អូនមិនមើល អញ្ចឹងក៏ បងដេកចាំទៅ មើលទៅម្ចាស់អូនដូចជានឹងមានកម្លាំងទៀតអញ្ចឹងបងមកកំឡោម្ចាស់អូនចុះ អីមិនបានអូនមានហើយ មានអីហ៎ អាចមានស្អីទៅ ហ៎ អូនមានកូនហើយ ឲ្យតែដល់ថ្ងៃធ្វើការជំរុះកោសិកាចាស់ៗចេញពីស្បែកអ្វីដែលខ្ញុំនឹកឃើញមុនគេនោះគឺស្រាប់ជីមានជាប្រភេទ scrap ដែលជួយជំរុះកោសិកាចាស់ៗចេញពីស្បែករបស់យើងបានល្អបំផុតបំបត្តិរាល់បញ្ហាក្រិនបញ្ហាស្នាមនៅលើស្បែកគ្រប់ប្រភេទជាពិសេសស្នាមសង្វារស្នាមឲ្យខ្មៅលើស្បែកគឺប្រកាសខ្លាំងមែននឹងជួយធ្វើឲ្យការលាបឡេរបស់យើងឆាប់ឃើញផលលឿនតែម្ដងលាងទឹកចេញហើយគឺថាស្បែកឡើងសភ្លឺថ្លាក៏លោបេមសំណើមបែបនេះតែស្បែកហើយមកធ្វើការលាបជាមួយនឹងលេជីមានទៅទាំងគ្នាគឺថាស្បែកសភ្លឺថ្លាគុណនឹង2តែម្ដងដោយសារតែលេជីមានជាប្រភេទលេវីតាមីនលេ collagen អ្នកគ្នាមានគ្រាប់វីតាមីនល្អៗតូចៗនៅក្នុងនឹងជួយធ្វើឲ្យស្បែកសចេញពីខាងក្នុងចិញ្ចឹមនឹងថែបំពន់ស្បែកជួសជុលស្បែកដែលខូចៗឲ្យមានសុខភាពល្អឡើងមកវិញឈុតបែបនេះគឺឃើញប្រសិទ្ធភាពលឿនតែម្ដង